ថាកន្លែងដែលបញ្ហាកើតឡើងពីម្សិលនេះជាទីកន្លែងដែលឆ្នាំ2009ខ្ញុំទៅកន្លែងនោះអត់អីបានជាទៅដីគេបាទសួស្តីបងប្អូនទាំងគ្នាមិញយើងបានស្ដាប់ហើយប្រសាសន៍របស់សម្ដេចជោលោកបាននិយាយកាលពី10ឆ្នាំមុនបាទឃើញថាសម្ដេចលោកទៅកន្លែងតំបន់ហ្នឹងគឺជាតំបន់របស់ខ្មែរទេហេតុអីបានបាទយោធិនយើងម្នាក់ស្លាប់នៅកន្លែងទឹកដីរបស់ខ្លួនអញ្ចឹងមានន័យថាការឈ្លានពាននេះវាច្បាស់ 100% ហើយបាទគឺយើងអត់បានទៅឈ្លានពានទៅស្រុកប្រទេសថៃទេខ្ញុំគិតថាថៃឈ្លានពានយើងច្រើនជាងព្រោះយើងវាសង្គ្រាមវាមកឆ្អែតអស់ឆ្អន់អស់ហើយអញ្ចឹងឲ្យយើងទៅឈ្លានពានថៃរបៀបម៉េចយើងឲ្យអីទៅថាកម្លាំងអីទៅចង់ស៊ូទៅឈ្លានពានទឹកដីគេបាទហេតុអីបានព័ត៌មាននៅក្នុងស្រុកថៃគាត់មិននិយាយដូច្នេះគាត់បែរជានិយាយថាខ្មែរយើងនេះឈ្លានពានទឹកដីថៃវិញវាអត់សមហេតុផលបាទហើយគាត់បែរជានិយាយព័ត៌មានថាយើងជិះអណ្ដៅត្រង់សេហ្នឹងគឺដើម្បីបាទប្រយុទ្ធជាមួយថៃដើម្បីឈ្លានពានទឹកដីថៃផ្សារព័ត៌មាននៅស្រុកថៃបាទអញ្ចឹងខ្ញុំឃើញថាវាអត់សមហេតុផលទេពេលដែលអ្នកឯងបញ្ជូនកងទ័ពមកជាដែរនេះអ្នកឯងបានផ្សាយទេថាទាហានថៃរបស់អ្នកឯងនេះមកស្រុកមកជាមកព្រំប្រទល់ជាដែនខ្មែរថៃនេះអ្នកឯងបានផ្សាយទេតើអ្នកឯងមកតាំងពីពេលណាមកអ្នកឯងបានត្រៀមមកយូរហើយអញ្ចឹងខាងគេនេះក៏គេត្រៀមដែរបើមិនជីកត្រង់សេចាំតើយើងអាចតបទល់ជាមួយពួកអ្នកឯងរបៀបម៉េចបើយើងមិនប្រុងប្រយ័ត្នបើកម្រងរបស់អ្នកឯងកំពុងលេបទឹកដីខ្មែរហ្នឹងអញ្ចឹងព័ត៌មានក្នុងស្រុកថៃគេថាគេអត់បានបំពេញទឹកដីខ្មែរទេដែលបំពេញខាងថៃបាទបើយកទៅចេះវិញយើងស្ដាប់ហេតុផលចឹងរឿងនេះមានតែអង្គការសហប្រជាជាតិឬក៏ខាងណាបាទក្រៅប្រទេសដែលគេអាចកាត់ក្តីបានព្រោះម្នាក់យកត្រូវរៀងខ្លួនប៉ុន្តែបើខ្ញុំសង្កេត 100% ខ្ញុំមិនមែនថាកាន់ខ្លួនឯងខ្មែរទៅកាន់ជើងខ្មែរត្រូវទេប៉ុន្តែសំខាន់បំផុតជាក់ស្ដែង 100% ការវិភាគនេះខ្ញុំគិតថាខ្មែរមិនបានទៅឈ្លានពានទឹកដីថៃទេដែលឈ្លានពានទឹកដីខ្មែរបាត់ដីម្ដងបន្តិចសឹងតែអស់ច្រើនហើយដោយសារពួកថៃឈ្លានពានហ្នឹងបាទតាំងពីសម័យកាលណាយើងក៏ដឹងស្រាប់ហើយបាទជនជាតិថៃនោះការឈ្លានពានឲ្យមនុស្សតាំងពី8ជាងមកបាត់បង់របៀបម៉េចយើងក៏មិនអាចដឹងដែរបាទបន្ទាត់ព្រំដែនគឺភាគច្រើនថៃឈ្លានពានមករហូតតែយើងចេះតែដេញឲ្យរត់ទៅវិញតែពួកហ្នឹងវាមិនប្រមវាបង្កើតអាផែនទីថ្មីរបស់ពួកវានេះបាទឯកតោភាគីនេះវាគូសាច់តែវាចង់គូដាក់កន្លែងណាសំបីអា Google Map សុំទៅសារអា Google Map វាជាវាឲ្យលុយអាបុកលុយអា Google Map ឲ្យទិញទឹកដីខ្មែរទៅថៃទៀតខ្ញុំទៅសើកន្លែងត្រង់ហ្នឹងបាទចាំមិនថាមានលុយធ្វើអីក៏បានរបស់គេមែនហើយខ្ញុំក៏សូមប្រាប់បងប្អូនទាំងអស់គ្នាថាតបថៃបាទមិនមែនក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីថៃនោះទេបងប្អូនទៅចាំមកច្បាស់បាទរដ្ឋមន្ត្រីផ្សេងតបទាំងអស់ទាហានថៃទាំងអស់ទាហានឈុតខ្មៅក៏ដោយគឺក្រោមការដឹកនាំរបស់ស្ដេចថៃទាំងអស់បាទព្រះមហាក្សត្រថៃអញ្ចឹងកន្លែងចំណុចនេះបងប្អូនទៅចែកឲ្យដាច់ណារដ្ឋមន្ត្រីរបស់ខាងថៃគ្មានសិទ្ធិគ្រប់គ្រងបាទទាហានថៃបានទេហេតុអីថ្ងៃមុនបានជារដ្ឋមន្ត្រីបាទរបស់ថៃដែលគេហៅកាន់តបណាបងប្អូនឲ្យបញ្ជាដកហេតុអីខាងថៃគេមិនដកទាហានថៃមេបញ្ជាការគេមិនដកគេអត់ស្ដាប់រដ្ឋមន្ត្រីថៃទេបាទគេអត់ស្ដាប់ទេរដ្ឋមន្ត្រីខាងកងទ័ពហ្នឹងគេអត់ស្ដាប់ទេប៉ុន្តែបើសិនជាបុគ្គលមួយទៀតបញ្ជាគេស្ដាប់បាទអញ្ចឹងត្រូវចែកឲ្យច្បាស់បងប្អូនខ្មែរកុំច្រឡំហេតុអីខាងខ្មែរយើងមានដូចជាស្និទ្ធស្នាលជាមួយខ្សែនយោបាយរដ្ឋមន្ត្រីខ្លាំងណាស់ដូចជាបងដូចជាប្អូនហេតុអីបានថៃបំពេញដូច្នេះបាទខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថានាយករដ្ឋមន្ត្រីនៅប្រទេសថៃមិនបានគ្រប់គ្រងតបទេមិនបានគ្រប់គ្រងតបទេបាទអ្នកដែលគ្រប់គ្រងតបគឺខាងខ្សែព្រះមហាក្សត្របាទដែលគេគ្រប់គ្រងរាល់ថ្ងៃនេះបាទអញ្ចឹងគេធ្វើរដ្ឋប្រហារតម្លាក់នាយករដ្ឋមន្ត្រីធ្វើអីបងប្អូន
ចឹងកុំយល់ច្រឡំព្រោះខ្សែបងថាក់ស៊ីនលពូថាក់ស៊ីនជាមួយនាយករដ្ឋមន្ត្រីខ្មែរយើងគឺជាមិត្តភាពល្អណាស់ប៉ុន្តែខាងជ្រុលនិយមមួយចំនួនវាចាក់ឲ្យយើងឆ្លោះគ្នាតើបានបាទវាអត់ស្ដាប់នាយករដ្ឋមន្ត្រីខាងថៃទេវាចាក់យ៉ាងណាធ្វើឲ្យតបថៃនិងខ្មែរមានចំនួនអ្វីដែលមានចំនួនគឺការឈ្លានពានហ្នឹងតែម្ដងហើយខ្មែរយើងក៏មិនចង់ឈ្លានពានទឹកដីថៃមានត្រឹមណាយើងសូមឲ្យត្រឹមហ្នឹងចាស់បើតែខាងគេឈ្លានពានដើម្បីបង្កើតចំនួនគេអាងគេមានអំណាចគេមានប្រជាពលរដ្ឋច្រើនគេអាងមានសម្ភារៈល្អទំនើបអីចឹងទៅគឺថាខ្មែរមានមិនដល់គេទេតែគេចង់ធ្វើអីក៏បានតាមចិត្តគេក៏មានលុយយើងរំពុតវាអាងលុយវាអាងអំណាចវាអាងវាមានសម្ភារៈច្រើនតែប៉ុណ្្នឹងហើយប្រជាពលរដ្ឋច្រើនតែប៉ុណ្្នឹងវាអាងចឹងប៉ុន្តែវាអត់ទាន់ដឹងខ្លួនទេថាប្រទេសថៃកំពុងតែបាទមានចំនួនព្រំដែនសឹងតែគ្រប់ជុំវិញប្រទេសរបស់ខ្លួនហើយអត់ទាន់ដឹងខ្លួនទេហាក់តែម្សិលមិញងាប់3នាក់ណាបាទដូចម្នាក់ឲ្យ2នាក់ហើយព័ត៌មានច្បាស់3នាក់បាត់ហ្នឹងបាទស្លាប់អាហ្នឹងហើយខ្សែចំអកដាក់ខ្មែរស្លាប់ម្នាក់ខ្លួនឯងស្លាប់ប្រហែលអ្នកណាផាក់តាយពួកនោះបាញ់សម្លាប់រហូតទាហានថៃហ្នឹងអញ្ចឹងមិនថាថៃគាត់អត់យល់ប៉ុណ្ណឹងគាត់ជុំវិញខ្លួនគាត់សម្បូរទៅដោយសិតតែសត្រូវជុំវិញប្រទេសតែគាត់ចង់មកឈ្លានពានមកទឹកដីខ្មែរទៀតដើម្បីសង្កាត់សត្រូវជាមួយខ្មែរទៀតគិតអីខ្ញុំស្គាល់ក្នុងខ្លួនគិតអីបាទគិតอะไรเนี่ยบ้านเมืองเต็มบ้านเมืองในชายแดนเนี่ยมีแต่เรื่องตลอดพม่าลาวนะภาคใต้แล้วตอนนี้มา5เรื่องกับคอมเมนต์อีกคิดว่าตัวเองใหญ่หรือไงวะคิดว่าเรามีอะไรปืนใหญ่ยังไงวะคิดว่าตัวเองใหญ่ใช่ไหมไม่มีใครเอาเปรียบเราได้ใช่ไหมถึงทะเลาะทั่วที่ชายแดนเนี่ยมีเรื่องตลอดเลยเก่งนักเหรออย่าคิดว่าตัวเองเก่งมากต้องคิดว่าคนเราเก่งมีคนเก่งกว่าเราอีกเยอะแต่เขาไม่ออกตัวนะพยายามคนชาวไทยบางคนก็ชอบคนเขมรบางคนก็ไม่ชอบคนเขมรก็ไม่ชอบแล้วก็แบบพูดคุยให้เขาทะเลาะกันอีกอย่างเงี้ยไม่อยากให้สงบลงไม่มีใครให้สงครามไม่มีใครอยากให้สงครามเกิดขึ้นได้ครับถ้าเราสงครามเกิดขึ้นมีแต่เสียกับเสียเขมรก็ไม่อยากมีสงครามกับไทยก็บางคนก็ไม่อยากเป็นสงครามกับคนเขมรแต่คนบางคนเนี่ยมันชั่วช้ำตำช้ามันอยากให้มีเรื่องให้ทะเลาะกันอยากยิงกันอะไรเนี่ยไอ้พวกสัตว์ไอ้เหี้ยมันก็หาเรื่องไม่จบสักทีวะมันอยากยิงอะไรนักหนาวะมันอยากต่อยกันอะไรนักหนาว่าอยากอะไรวะหยุดได้หยุดเถอะอย่าหาเรื่องกันดีกว่าคอยสงบลงถ้ามีเรื่องเนี่ยมันไม่ดีทั้งสองฝ่ายไม่ใช่ไฟฟังกัมพูชาอย่างเดียวฝ่ายเมืองก็เหมือนกันปัญหาเศรษฐกิจเนี่ยก็เหมือนกันนะเลิกไปเถอะเลิกอ้วนตัวเองว่าเก่งไปเถอะพอแล้วเขมรก็ไม่อยากจะคุยนะសូមឲ្យបញ្ចប់ទៅល្អជាងរឿងនេះហើយសម្ដេចលោកបាននិយាយឲ្យទឹកដីដែលយោធាដែលយើងបានស្លាប់គឺនៅទឹកដីខ្មែរដែលគាត់ធ្លាប់អង្គុយលេងជាង10ឆ្នាំមុនឥឡូវហេតុអីបានទៅជាថៃមកកាន់កាប់ទៅវិញណារឿងនេះខ្ញុំសូមចែករំលែកបងប្អូនតែប៉ុណ្្នឹងហើយជាភាសាថៃខ្លះទៅអីខ្លះទៅបើបានថៃស្ដាប់ទៅក៏វាល្អយើងមិនចង់ឲ្យមានសង្គ្រាមកើតឡើងទេសង្គ្រាមវាអត់មានអីចំណេញដល់ប្រទេសជាតិយើងទេបងប្អូនបាទអរគុណសូមជម្រាបលា